បងប្រកាសខមមិនថាជួយបញ្យល់ការដាក់ពាក្យតាមអនឡាញបន្តិចផងបងសម្រាប់ការដាក់ពាក្យស្វែងរកការងារតាមអនឡាញពលករអ៊ីណានយើងហ្នឹងពេលដែលយើងបដូរការងារយើងសុំធ្វើការសញ្ញាចេញហើយគាត់សញ្ញាចេញហើយគឺយើងមានសុពលភាពមួយខែក្រោយពីគាត់សញ្ញាហ្នឹងគឺយើងចង់ទៅដាក់ពាក្យពេលណាក៏បានកុំឲ្យទៅហួសមួយខែហ្នឹងពេលដែលយើងដាក់ពាក្យហើយបានពេល3ខែទៀតក្នុងការស្វែងរកការងារអញ្ចឹងក្នុងមួយខែក្រោយគាត់សញ្ញាចេញហ្នឹងបើយើងអត់ដាក់ពាក្យទេគឺយើងខុសច្បាប់អត់ដឹងខ្លួនណាហើយសម្រាប់បងប្អូនដែលអត់ចង់ទៅដាក់ពាក្យនៅក្រសួងផ្ទាល់ទេគឺអាចធ្វើការដាក់ពាក្យតាមអនឡាញតាម website បានសម្រាប់ការដាក់ពាក្យតាមអនឡាញនេះគឺយើងអត់ចាំបាច់ចំណាយពេលទៅក្រសួងផ្ទាល់គឺយើងដាក់ពាក្យដោយខ្លួនឯងតាម website ហើយសម្រាប់បងប្អូនដែលគាត់អត់ចេះដាក់ពាក្យទេគឺគាត់អាចឆាតមកខ្ញុំបានអាចតាក់ទងមកខ្ញុំបានហើយសម្រាប់សុពលភាពស្វែងរកការងារនឹងគឺ3ខែដូចទៅនឹងយើងទៅក្រសួងផ្ទាល់និយាយទៅគឺការដាក់ពាក្យជាមួយនឹងក្រសួងដូចគ្នាគ្រាន់តែយើងធ្វើការដាក់ពាក្យតាម website ហើយយើងទទួលបានលិខិតបញ្ជាក់ការងារ3ខែដូចនឹងយើងទៅក្រសួងផ្ទាល់ដែរអានេះខាងប្រទេសកូរ៉េគឺគេមានយូរមកហើយគ្រាន់តែអត់សូវមានអ្នកទទួលដាក់ឲ្យហើយដោយសារបងប្អូនពលករយើងគាត់សួរច្រើនពេកខ្ញុំទទួលដាក់ឲ្យតែម្ដងទៅដើម្បីឲ្យសម្រាប់បងប្អូនដែលគាត់អត់សូវស្គាល់ក្រសួងគាត់នៅឆ្ងាយពីក្រសួងអញ្ចឹងណាគាត់អត់ចង់ចំណាយពេលទៅផ្ទាល់ពិបាកហ្នឹងគឺអាចដាក់តាមអនឡាញបានហើយសម្រាប់បងប្អូនដែលចង់ដាក់ពាក្យស្វែងរកការងារតាមអនឡាញក្រោយពីតកែសញ្ញាចេញអាចតាក់ទងមក Facebook ខ្ញុំបានអ្នកម៉ៅសុកហេងហើយខ្ញុំទទួលបង្កើត ID ផ្សេងមករៀនឆែកលុយគោកមាននេះហ្នឹងឆែកដកលុយពូនសូទឹកសេអាចតាក់ទងមកបានហើយសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងអាចសាកសួរព័ត៌មានបានដែរថាបងប្អូនអាចបដូរតំបន់ជាប់តំបន់ឬអត់ហ្នឹងចង់ដឹងព័ត៌មានផ្សេងតាក់ទងមកខ្ញុំបាន Facebook របស់ខ្ញុំម៉ៅសុកហេងនេះហើយនេះព័ត៌មានសុពលភាពក្រោយពីតកែសញ្ញាចេញគឺយើងមានពេល1ខែហើយដូចនេះចឹងគាត់តកែសញ្ញាចេញបាន9ថ្ងៃហើយចឹងសុពលភាពនេះ21ថ្ងៃហ្នឹងក្រោយពីគាត់ដាក់ពាក្យហើយបានវាមានពេល3ខែទៀតនេះក្រោយពីគាត់ដាក់ពាក្យហើយមានពេល3ខែដាក់ពាក្យតាមអនឡាញអាហ្នឹងខ្ញុំដាក់ឲ្យគាត់ហើយនេះយើងទទួលបានលិខិតការចុះឈ្មោះបញ្ជាក់ថាយើងបានចុះឈ្មោះស្វែងរកការងារ3ខែនិយាយទៅការដាក់ពាក្យតាមអនឡាញហ្នឹងគឺដូចក្រសួងទាំងអស់គ្រាន់តែយើងអត់ចាំបាច់ទៅក្រសួងផ្ទាល់ទេយើងអត់ចំណាយពេលទៅបងប្អូនមានចម្ងល់អីទៀតអាចឆាតមកសួរខ្ញុំបានឬក៏ comment ក៏បានដែរចាខ្ញុំឆ្លើយជូន